សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន topic ទៀតទាក់ទងនឹងការចែករំលែកshare screen នៅលើ Microsoft Teams ចឹងដើម្បីយើងអាច share បានយើងមាននៅខាងលើនេះគឺយើងត្រូវចុចទៅលើពាក្យ share ដើម្បី share screen បានចឹងដល់ពេលយើងចុច share screen មកវាមានlock ដើម្បីយើងជ្រើសរើស screen អញ្ចឹងខាងក្រោមនេះជាធម្មតាបើសិនជាកុំព្យូទ័ររបស់យើងមានតែ screen តែមួយគឺវានឹងចេញបែបនេះបាទវានឹងចេញបែបនេះអញ្ចឹងយើងអាច select យក screen បែបនេះសម្រាប់ share តែ screen គឺអ្វីក៏ដោយដែលបង្ហាញនៅលើ screen ហ្នឹងគឺឃើញទាំងអស់បាទមួយទៀតចំណុចដែលយើងនេះគឺយើងអាច share ទៅលើ Windows អញ្ចឹងនៅក្នុង screen យើងមួយមាន Windows ហ្នឹងគឺជា application ដែលយើងបើកមួយហ្នឹងកម្មវិធីហ្នឹងអញ្ចឹងប្រហែលថាយើងបើកកម្មវិធីច្រើនយើងចង់ share តែលើកម្មវិធីមួយទេគឺយើងចុចលើ Microsoft PowerPoint អញ្ចឹងទៅបាទអញ្ចឹងយើងចុចមកវានឹងចេញMicrosoft PowerPoint មកនៅក្នុង screen របស់យើងហ្នឹងបាទនេះអញ្ចឹងទោះបីយើង move Microsoft PowerPoint ទៅណាក៏ដោយក៏វានៅលើ screen របស់អ្នកមើលនឹងដែរបាទមួយទៀតចំណុចមួយទៀតយើងអាចធ្វើវា share ហើយយើងចង់ stop share យ៉ាងទៅចុចលើ stop sharing យើងចាក់សាក់ចុចម្ដងទៀតយើងអាច add presentation mode យើងចង់ឲ្យឃើញរូបរបស់យើងនៅលើហ្នឹងឬក៏យើង share ជាវីដេអូយើងអាចចុចលើ include sounds បើយើង share ជាវីដេអូដើម្បី play ទៅវាឮសំឡេងច្បាស់អញ្ចឹងណាវាឮសំឡេងចាប់សំឡេងផ្ញើសំឡេងទៅដែរអញ្ចឹងបាទយើងអាចប្រើ shortcut នៅក្នុងការ share screen ក៏បានដែរគឺយើងប្រើ shortcut control បូកជាមួយនឹង shift បូកជាមួយនឹងអក្សរ e បាទពេលវាចុច control shift e វានឹង load ផ្ទាំងមកដើម្បីចុចឲ្យយើងចុចរើសថាតើយើងចង់ share ជាប្រភេទ screen mode ឬក៏ជាwindow mode បាទហ្នឹងហើយអរគុណច្រើន